អូខេសួស្តីបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតហើយវីដេអូនឹងផងដែរខ្ញុំនឹងបរៀនបងប្អូនតាក់ទងជាមួយនឹងរបៀបនៅក្នុងការភ្ជាប់ TikTok account personal ចូលទៅកាន់ Business Center ដែលយើងមានស្រាប់ហើយអញ្ចឹងណាអញ្ចឹងបងប្អូនខាងនេះគឺជា Business Center ដែលខ្ញុំមានស្រាប់ហើយខាងនេះជា account TikTok ថ្មី ADS ថ្មី TikTok ADS ថ្មីអញ្ចឹងខ្ញុំចង់ភ្ជាប់រវាង account TikTok ADS ថ្មីចូលមកកាន់ Business Center យើងនេះដើម្បីយើងអាចស្រួលនៅក្នុងការ boot ឬក៏ក្នុងការ set up card ហើយនៅក្នុងការភ្ជាប់រវាង TikTok account ទៅកាន់ Business Center អញ្ចឹងយើងងាយស្រួលខ្ញុំបងប្អូនគ្រាន់តែមាន account TikTok AdS ដែលបងប្អូនបាន log in ចូលក្នុង Chrome ផ្សេងក៏ក្នុង Chrome មួយណាក៏បានដែរហើយបងប្អូនមាន Business Center បងប្អូនធ្វើការចូលមក copy អញ្ចឹងបងប្អូនចូលមក copy ID របស់វានេះបងប្អូនចុចទៅលើ account ហ្នឹងមកវាមានឈ្មោះហើយមាន ID ខាងក្រោមនេះបងប្អូន copy ID ហ្នឹងមកហើយបងប្អូនចូលមកកន្លែង TikTok ADS Manager យើងខាង Business Center ហើយបងប្អូនចូលមកកន្លែងពី account នេះ account ហ្នឹងមកបងប្អូនឃើញកន្លែងនេះមាន2មាន account advertise និង account TikTok បងប្អូនចូលលើ advertise ហើយបងប្អូនចុចនៅកន្លែង advertise account អញ្ចឹងបងប្អូនចុចកន្លែងហ្នឹងហើយបងប្អូនឃើញពាក្យ request access អញ្ចឹងណាអញ្ចឹងយើង create ថ្មីទេយើង request អញ្ចឹង request ដោយសារយើង request account នេះចូលមកអញ្ចឹងយើង request access យើងចុច next មកហើយយើងបញ្ចូល ID មកយើងផាស ID ចូលមកហើយអូខេយើងកន្លែងនេះយើងមាន3ឧទាហរណ៍ថាបងប្អូនចង់ឲ្យវាមានសិទ្ធិធ្វើអីគេខ្លះបងប្អូន add នឹងមកអញ្ចឹងឧទាហរណ៍ថាបងប្អូនចង់ឲ្យក្រុម analyze ចូល operator ឬក៏ចូល admin អញ្ចឹងបើសិនបងប្អូនឲ្យគេមានសិទ្ធិដល់ admin អញ្ចឹងបងប្អូនដាក់ admin មក admin វាមានសិទ្ធិក្នុងការគ្រប់គ្រងអានេះទាំងមូល business center អាចមានសិទ្ធិការគ្រប់គ្រង account នេះទាំងមូលតែបើសិន operator គឺអត់ទេអញ្ចឹងណាហើយ analyze គាត់តែបានមើលទេអាច add លុយ add card add អីបានទេប៉ុន្តែបើសិនជាដាក់ admin យើងអាច add បានទាំងអស់អញ្ចឹងណាចឹងឥឡូវខ្ញុំត្រូវការ add អានេះចូលមកនេះក្នុងទូនាទី admin អញ្ចឹង admin យើងគ្រាន់តែដាក់ហើយវា load ឈ្មោះមកឲ្យគេឈ្មោះត្រូវគ្នានេះអូខេមក03 28អញ្ចឹងត្រូវហើយអញ្ចឹងយើងចុចសញ្ញា yes មកហើយយើងកន្លែងហ្នឹងបងប្អូនចុច yes ក៏ no ស្រាប់តែបងប្អូនតែខ្ញុំទូទៅខ្ញុំចុច yes អញ្ចឹងណាដល់ទីនឹងចុច next អូខេចុច next ហើយកន្លែងនេះយើងគ្រាន់តែចង់ចុច add all ឲ្យហើយក៏បានឬក៏យើង skip សិនក៏បានដែរប៉ុន្តែខ្ញុំ skip សិនណាហ្នឹងហើយចំពោះ TikTok account ហ្នឹងខ្ញុំ skip សិនហើយខ្ញុំ close អូខេអញ្ចឹងប៉ុណ្ណឹងមកនេះវា load pending ឯងអញ្ចឹងយើងត្រូវការ approve ដើម្បីឲ្យវាអាចចេញ QQ អញ្ចឹងណានេះក៏ហុង account code suspend តែ QQ នេះក៏ approve យើងអាច boot បានអញ្ចឹង account យើងពេលយើង connect មកហើយយើងចូលមកចុច refresh វាមួយមកនេះនៅកន្លែងហុកកណ្ដឹងណាចាំតិចបងប្អូនវាចេញមកហើយអូខេនៅកន្លែងហុកកណ្ដឹងឯនេះអូខេនេះខ្វែងចោលទៅអូខេនេះហុកកណ្ដឹងនេះមកចូលកន្លែងហុកកណ្ដឹងហ្នឹងមកហើយបងប្អូនចូលកន្លែងនេះអាកន្លែងកតាបនេះ refresh ឲ្យចេញហ្នឹងមកនេះវាដាក់ថា business center request permission to your account អញ្ចឹងយើងចុចលើហ្នឹងមកអូខេចាំតិចអូខេវាចេញចឹងហើយបងប្អូនក៏ឃើញពាក្យថា go to accept អញ្ចឹងបងប្អូនចុច go to accept មកអូខេអញ្ចឹងបងប្អូនអាចធ្វើការចុច accept នៅកន្លែងនេះមកអូខេព្រីពេញចុច accept មកនេះអូខេ your request accept ហើយរួចរាល់អីចឹងណា ready អីចឹងយើងអាចរួមវិញមកយើងមកមើលក្នុងនេះយើង refresh មួយមកវាឃើញទៅជា approve ហើយអូខេហ្នឹងហើយអូខេឃើញពណ៌ខៀវ approve អញ្ចឹងការ add របស់យើងគឺបានជោគជ័យហើយអញ្ចឹងគឺងាយបែបហ្នឹងអានេះគឺរបៀបក្នុងការ add account ADS personal របស់យើងចូលមកក្នុង business center របស់យើងតាមរយៈអញ្ចឹងណាអញ្ចឹង account ADS មួយនេះគឺអាចប្រើប្រាស់ account TikTok ដែលមានភ្ជាប់ជាមួយនឹង business center នឹងទាំងអស់បានអញ្ចឹងណាអញ្ចឹងគឺងាយស្រួលខ្លាំងមែនទែនអូខេអញ្ចឹងបងប្អូនយល់អីគឺតាក់ទងជាមួយនឹងការ add account personal មកកាន់ business center គឺងាយស្រួលបែបហ្នឹងអញ្ចឹងមេរៀនហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អីឬក៏ចង់រៀនអីបន្ថែមទៀតអាចទំនាក់ទំនងមកខ្ញុំបានអញ្ចឹងណាអូខេ